មួយចានទឹកមួយចានគោកហើយនៅពេលនេះតើក្របបែកធំបំផុតលេខ GBU 57AB ទម្ងន់ជិត15តោនរបស់សហរដ្ឋអាមេរិកអាចទៅរួចដែរឬទេត្រាំគម្រាមកោះរំលើងភ្នំ Pegasi ដែលមានបង្កប់ទីតាំងនុយក្លេអ៊ែរជម្រៅជិត140ម៉ែត្ររបស់អេរ៉ុងក៏ប៉ុន្តែទីក្រុងតេអេរ៉ុងបានគម្រាមវាយបកវិញភ្លាមថាប្រយ័ត្នរលាយតំបន់មជ្ឈិមបូព៌ាទាំងមូលបើហ៊ានតែប៉ះទីតាំងនុយក្លេអ៊ែររបស់ខ្លួនលោកប្រធានាធិបតីដូណាល់ត្រាំបានគម្រាមខ្លាំងបែបនេះគណៈអាមេរិកបានបើកការវាយប្រហារលើអេរ៉ុង11យប់ជាប់គ្នាតែម្ដងនៅក្នុងការវាយប្រហារដែលទីបញ្ជាការ CENTCOM បានលើកហេតុផលដូចរាល់ដងថាដើម្បីបំបាក់សមត្ថភាពរបស់អេរ៉ុងនៅក្នុងការវាយប្រហារលើនាវាពាណិជ្ជកម្មនានានៅច្រកសមុទ្រ Hormuzក្រោយទីហ៊ានខ្លួនបញ្ចប់ការវាយប្រហារនៅយប់ទី11ក៏ប៉ុន្តែឃើញអេរ៉ុងនៅតែរឹងដូចថ្មលោកត្រាំបានចេញមកប្រកាសថាការវាយប្រហារគឺមិនទាន់ចប់នៅឡើយទេហើយលោកថែមទាំងគម្រាមទម្លាក់គ្រាប់បែកកំទេចភ្នំ Pegasi របស់អេរ៉ុងឲ្យរៀបដល់ដីទៀតផងលើពីនេះទៅទៀតលោកក៏គម្រាមតាមកំទេចក្រុមហូទីនៅយេម៉ែនផងដែរបើហ៊ានតែរារាំងនាវាពាណិជ្ជកម្មរបស់អារ៉ាប៊ីសាអូឌីតមិនឲ្យប្រើប្រាស់សមុទ្រក្រហមដូចជាការប្រកាសមែននោះការសងសឹកអ៊ីរ៉ុងបានវាយប្រហាររំជួយមូលដ្ឋានទ័ពអាមេរិកវិញនៅតំបន់មជ្ឈិមបូព៌ាគណៈអ្នកវិភាគបានលើកឡើងថាអ៊ីរ៉ុងចាប់ផ្ដើមស៊ាំទៅនឹងប្រព័ន្ធការពារដែនអាកាសរបស់អាមេរិកហើយមានន័យថាដាក់ធ្លាយហើយចាប់តាំងពីពេលនេះតទៅរហូតធ្វើឲ្យអាមេរិកអង្គុយបូកថ្លៃចំណាយលើសង្គ្រាមនៅអ៊ីរ៉ុងឡើងវិញឈឺក្បាលតែជាថ្មីអ៊ីរ៉ុងមិនត្រឹមតែវាយបកប៉ុណ្ណោះទេក៏ប៉ុន្តែក៏គម្រាមបកទៅលោកត្រាំវិញផងដែរថានៅក្នុងសង្គ្រាមជុំថ្មីអ៊ីរ៉ុងនឹងកំទេចឲ្យរលាយតែម្ដងនៅរាល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនិងអ្នកដែលគ្រប់គ្រងអាមេរិកទាំងអស់នៅតំបន់មជ្ឈិមបូព៌ាបើហ៊ានតែប៉ះទីតាំងនុយក្លេអ៊ែររបស់ខ្លួននោះនៅព្រឹកថ្ងៃពុធនេះកងទ័ពគុយវ៉ែតបានលើកឡើងថាដ្រូនរបស់អេរ៉ុងហោះសម្ដៅមកដូចព្យុះគណៈបារ៉ែននិងហ្សដឺនីក៏បានលើកឡើងថាខ្លួនក៏បានស្ទាក់ចាប់ដ្រូននិងមីស៊ីលរបស់អេរ៉ុងផងដែរយើងនឹងកំទេចតំបន់នោះឆាប់ឲ្យបានខ្លាំងជាទីបំផុតនេះគឺជាការលើកឡើងរបស់លោកដូណាល់ត្រាំដោយសម្ដៅទៅដល់ភ្នំ Pegasi ទីភ្នាក់ងារចារកម្មអ៊ីស្រាអែលបានប្រាប់អាមេរិកថាអ៊ីរ៉ុងបានដឹកជញ្ជូនម៉ាស៊ីនចម្រាញ់សារធាតុនុយក្លេអ៊ែររាប់រយគ្រឿងមុខលាក់ទុកនៅក្រោមភ្នំនេះនៅក្នុងរូងក្រោមដីជម្រៅ90ទៅ137ម៉ែត្រដែលនេះមានន័យថាគ្រាប់បែកធំបំផុតរបស់អាមេរិកគឺ GBU 57AB គ្មានសមត្ថភាពបុកទម្លុះចូលដល់នោះឡើយ GBU 57AB គឺជាគ្រាប់បែកមិនមាននុយក្លេអ៊ែរធំបំផុតរបស់សហរដ្ឋអាមេរិកដែលមានទម្ងន់14តោននៅក្នុងមួយគ្រាប់ហើយវាមានសមត្ថភាពបុកត្បល់ទម្លុះបេតុងចុះទៅក្រោមដីបានជម្រៅជ្រៅបំផុតបានត្រឹមប្រហែលជា60ម៉ែត្រតែប៉ុណ្ណោះហើយបើបុកទម្លុះថ្មភ្នំរឹងខ្លាំងគឺមានជម្រៅត្រឹមតែ12ទៅ18ម៉ែត្រតែប៉ុណ្ណោះត្រង់ចំណុចនេះទើបធ្វើឲ្យអេរ៉ុងលេងញញើតអាមេរិកនោះប៉ុន្តែសូមកុំភ្លេចថាអាមេរិកមានគ្រាប់នុយក្លេអ៊ែររាប់ពាន់គ្រាប់មិនទាន់ប្រើនៅឡើយនោះទេ